chẳng bá số xem là tao khné chụp cho mùi khiêm được đấy nó thấy ní chụp nòm dục xe phim yến How to Train the Dragon vẽ bay mà tất cả sầm rạp thì dương anh chân vẽ đi căn tập lái chiên vẽ mồn từ tiết đời sát tại phụ kê min đầm nao song pre chẳng tràn đời sát tại cú sệt tao và phụ kê nó cứ chiên mình lúc khăng min là bạch chiên mồn từ tiết ôi chẳng phải chỉ sệt tao và phụ kê mình thom đá đã bằng không ấy khiขับរបស់យើងនឹងធ្វើដំណើរចាក់ចែងពីភូមិរបស់ពួកគេស្វែងរកទឹកដីថ្មីដូច្នេះដើម្បីកុំឲ្យមានឆ្ងាយយើងចូលទៅដល់សាច់រឿងរបស់យើងតែម្ដង Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេផ្ដើមរឿងរបស់យើងដំបូងបង្ហាញឲ្យឃើញសំពៅជាច្រើននឹងដែលស្ថិតនៅក្នុងសមុទ្រកំពុងតែមានអាប់យ៉ាងជោគជាំហើយនៅលើសំពៅនោះផងដែរគឺជាសំពៅដែលចាប់នាគអ្នកយាមគុកនាគនឹងក៏បានដើរពិនិត្យមើលគុកនីមួយៗក្រែងលោមានបញ្ហាភ្លាមនោះក៏ប្រទះឃើញសំណល់អ្វីមួយយ៉ាងគួរឲ្យខ្លាចម្នាក់នោះគឺជាហ៊ីខាប់របស់យើងហ៊ីខាប់ក៏បានប្រើដាវភ្លើងរបស់ខ្លួនទូស្លេះក៏បង្ហាញខ្លួននៅពីក្រោយអញ្ចឹងតែហ៊ានម្នាក់នោះក៏បានបើកការវាយប្រហារមកលើហ៊ីខាប់របស់យើងវាយមិនឈ្នះគាត់ក៏បានយកចង្គៀងនឹងគប់ទៅលើហ៊ីខាប់បង្កឲ្យមានភ្លើងឆេះយ៉ាងសាហាវប៉ុន្តែហ៊ីខាប់របស់យើងគាត់អាចឆ្លងកាត់ភ្លើងនោះបានអ្នកយាមគាត់ក៏សៃតែម្ដងជួយផងព្រះជាម្ចាស់ពួករੂពួកបិសាចចេញមកហើយហ៊ីខាប់គាត់ក៏បញ្យល់ថាអេកុំថាខ្ញុំបិសាចខ្ញុំមនុស្សតាអ្នកមើលមកខ្ញុំអ្នកយាមគាត់ក៏ថាអត់ទេអត់ជឿទេមើលជើងឯងឡើងស្វិតក្រោយមក Snot ឡាវរបស់យើងក៏មកពីក្រោយបើការវាយប្រហារដែរអូគាត់ចេញមកដល់បង្ហាញថាខ្ញុំជាកំពូលអ្នកការពារនេះប៉ុន្តែមិនដឹងជាស្អីទេបាទសយទៀតហើយ Snot ឡាវរបស់យើងនឹងឆេះលីអូពីអ្នកបងប្អូនភ្លោះរបស់យើង Rafnat រួមជាមួយនឹង Tafnat ក៏បង្ហាញខ្លួនដែរហើយដឹងស្រាប់ហើយបាទពួកគេទាំងពីរអ្នកគឺឆ្លោះគ្នាតែអញ្ចឹងឯងបន្តមកទៀត Fish Leg របស់យើងអូឥឡូវ Fish Leg របស់យើងនឹងគាត់ចូលចិត្តយកកូននាគមកតាមគាត់ដែរគាត់ឆ្លាញ់កូននាគដូចកូនឆ្មាអញ្ចឹងហើយឥឡូវមានពុកមាត់មានអីទៀតណាអ្នកយាមកុកនោះក៏មិនអស់ចិត្តទេគាត់នៅតែស្រែកដដែលថាជួយផងពួកបិសាចឡើងមកដល់ភពមនុស្សយើងហើយ Austin របស់យើងក៏បានវាយឲ្យទាហានអ្នកនោះបុកជាមួយនឹងទ្រុងហើយសន្លប់បាត់ទៅក្រោយមកទៀតក្រុមទាហានយ៉ាងច្រើនក៏បានរុំព័ទ្ធពួកគេប៉ុន្តែក្រុមសង្គ្រោះនាគរបស់យើងមិនបានចាប់អារម្មណ៍ទេពួកគេក៏ចាប់ផ្ដើមប្រតិបត្តិការជួយសង្គ្រោះនាគនីមួយៗនឹងចេញពីទ្រុងកូននាគរបស់ Fish Leg យើងផ្ទាល់នេះក៏បានជួបជាមួយនឹងនាគដ៏ធំមួយក្បាលទៀតអូយលោកអើយធំណាស់ពួកគេទាំងពីរក៏ខ្លាចជាមិត្តភក្តិនឹងគ្នាភ្លាមៗ Rafnat របស់យើងឯនេះវិញក៏ប្រទះឃើញកូននាគមួយទូចខ្លាំងនាងក៏និយាយថាអូយនាគឈួតនេះទ្រុងប៉ុណ្ណាណែព្រមចេញទេចាំឯងចូលទៅជួយឲ្យទ្វារហ្នឹងមិនក៏បើកមិនរួចអញ្ចឹង Austin ក៏និយាយថាដោះកលឹះសិនណា Rafnat មិនក៏ទៅជាអញ្ចឹងភ្លាមនោះក្រុមទាហានក៏បានបើកការវាយប្រហារមកលើពួកគេក្រុមវីរៈបរោះការពារនាគរបស់យើងក៏បានបើកការវាយប្រហារតទល់ទៅវិញនាគរបស់ Snot ឡាវក៏ផ្លុំភ្លើងហូរដូចជាទឹកប៉ុន្តែ Snot ឡាវគ្មានបញ្ហាទេដោយសារតែសម្លៀកបំពាក់របស់ពួកគេនឹងអាចតទល់ជាមួយនឹងភ្លើងនាគបានហេខាប់ក៏បានពឹងឲ្យ Toothless របស់យើងនឹងជួយដោះលែងនាគដទៃផ្សេងទៀតនៅក្នុងទ្រុងផងចំណែកឯ Walker របស់យើងដែលជាម្ដាយរបស់ Hiccup ផ្ទាល់ហ្នឹងក៏អត់ទាន់ចូលជួយទេគាត់ចាំមើលក្មេងៗហ្នឹងធ្វើបេសកកម្មដោយខ្លួនឯងមានបញ្ហាធំមិនគាត់ចូលជួយប៉ុន្តែមិនដឹងជាស្អីទេ Snot ឡាវរបស់យើងនេះបែរជាជាប់អាវរបស់គាត់នៅលើទ្រុងនេះចុះមករួចដដែលដូច្នេះបន្ទាប់ពីជួយនាគចេញពីទ្រុងរួចអស់ពួកគេក៏បានហោះហើរចេញពីសំពៅនោះជាបន្តបន្ទាប់លើកលែងតែ Toothless របស់យើងផ្ទាល់កំពុងតែតាមស្វែងរកនាគ Kylo មាននាគនៅក្នុងទ្រុងអញ្ចឹងណាមានទ្រុងមួយ Toothless របស់យើងមានអារម្មណ៍ថាមាននាគនៅក្នុងហ្នឹងប៉ុន្តែពេលដែលសម្លឹងមើលទៅអត់ឃើញទេតោះតែពេល Toothless របស់យើងដើរផុតចេញពីទីនោះយើងក៏ប្រទះឃើញនាគពណ៌